ចំពោះរូបភាពអេកូនេះអ្នកគ្រូគាត់តែចង់បង្ហាញអំពីចា ovocyt មួយដែលល្អនៅក្នុងហ្នឹងគឺមាន ovule មួយចានេះអ្វីដែលអ្នកគ្រូច្អល់ហ្នឹងគឺជា ovule ចាគឺជាបដូលដែលគេហៅថា ovule ចាអញ្ចឹង ovule ហ្នឹងពេលដែលដល់ថ្ងៃ ovulation ហ្នឹង ovule ហ្នឹងនឹងផ្ទុះមកដល់1/3នៃដៃស្បូនហើយរងចាំ spermatozoid មកបង្កកំណើតអញ្ចឹងចំពោះ follicle ដែលពេញវ័យល្អគឺយើងមើលឃើញ ovocyt ធំមួយហើយមាន ovule ទូចនៅក្នុងហ្នឹងចានេះ ovule ហ្នឹងអញ្ចឹងនៅក្នុងរូបភាពអេកូនេះបញ្ជាក់ថាពងមេជីវិតញីនឹងល្អគុណភាពល្អមាន ovule ល្អហើយមាន ovulation ល្អចាជាទូទៅចា ovocyt ដែលមានទំហំពេញវ័យល្អគឺចន្លោះពីចា20ទៅដល់28ចាអញ្ចឹងនៅពេលដែល ovule ដែលពេញវ័យល្អហើយអាចមើលឃើញចាបដូលរបស់វានឹងគឺជាទូទៅតាមបទពិសោធន៍អ្នកគ្រូគឺចន្លោះពីចា20មីលីម៉ែត្រឡើងចា